ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកឆាបាយជាមួយនឹងសាច់ហាមហើយដាក់ពងមាន់ញ៉ាំហើយសម្រាប់បាយឆានេះគឺយើងញ៉ាំពេលព្រឹកគឺមានរសជាតិឆ្ងាញ់ហើយបងប្អូនដែលគាត់ទស្សនាកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីឥឡូវនេះយើងមកមើលពីគ្រឿងផ្សំរបស់ខ្ញុំគឺមានបាយឆាមួយចានសាច់ហាមពងមាន់2គ្រាប់ខ្ទឹមសចាំស្លឹកខ្ទឹមនិងសាឡាត់បន្តមកទៀតគឺខ្ញុំដាក់ឆ្នាំងដាំឲ្យក្តៅឆ្នាំងខ្ទះយើងដាំឲ្យក្តៅហើយចាក់ប្រេងឆាចូលមកបងប្អូនទុកឲ្យរាងក្តៅបន្តិចសិនបន្ទាប់ពីប្រេងឆាយើងឡើងរាងក្តៅហើយខ្ញុំយកខ្ទឹមសដែលយើងច្រាំហើយខ្ញុំបំពងឲ្យឡើងឈ្ងុយយើងបំពងឲ្យឈ្ងុយឲ្យក្រហមបន្តិចសិនមកបងប្អូនចាំយើងឆាជាមួយនឹងសាច់ហាមឥឡូវនេះគឺខ្ទឹមសយើងក្រហមខ្ញុំដាក់សាច់ហាមចូលបន្ទាប់ពីដាក់សាច់ហាមចូលគឺខ្ញុំកូរច្របល់សាច់ហាមយើងឲ្យឡើងឆ្អិនរាងក្រហមបន្តិចសិនឲ្យឡើងឈ្ងុយបន្តិចសិនមកបន្តមកទៀតគឺខ្ញុំយកពងមាន់មកជូរដាក់2គ្រាប់ចូលទៅក្នុងនឹងហើយខ្ញុំទុកពងមាន់យើងឲ្យរាងឆ្អិនបន្តិចសិនមកណាបងប្អូនបន្ទាប់ពីពងមាន់យើងឡើងរាងឆ្អិនសពប់បន្តិចគឺខ្ញុំចាប់ផ្ដើមកូរពងមាន់និងសាច់ហាមនឹងឲ្យចូលគ្នានឹងល្បាយទៅមួយបងប្អូនយើងកូរចូលគ្នាអញ្ចឹងមកយើងកូរឲ្យយើងចូលគ្នាល្បាយសពតិចសិនណាហើយបន្តមកទៀតគឺខ្ញុំយកបាយមួយចានយកមកដាក់ហើយកូរច្របល់បាយជាមួយសាច់ហាមពងមាន់នឹងឲ្យចូលសពគ្នាបន្តិចសិនយើងកូរឲ្យយើងច្របល់ឲ្យយើងសពតិចសិនមកចាំយើងថែមគ្រឿងបន្តទៅខ្ញុំដាក់ទឹកត្រីប្រហែលជាមួយស្លាបព្រាបាយហើយនឹងទឹកស៊ីអ៊ីវប្រហែលជាកន្លះស្លាបព្រាបាយឯងទឹកស៊ីអ៊ីវយើងដាក់ច្រើនគឺក្លិនណាយើងដាក់បន្តិចបានហើយបងប្អូនបន្តមកទៀតគឺយើងកូរច្របល់គ្រឿងហើយនឹងបាយឆារបស់យើងនឹងឲ្យសព្វបន្តិចសិនបន្ទាប់ពីច្របល់ឡើងសព្វមកគឺខ្ញុំដាក់ស្ករសប្រហែលជាកន្លះស្លាបព្រាបាយចូលកូរឲ្យសព្វមកបន្ទាប់ពីយើងដាក់ស្ករសរួចរាល់ហើយយើងកូរឲ្យរាងសពប់តិចសិនខ្ញុំដាក់ជាមួយនឹងប៊ីចេងមកចុងស្លាបព្រាបាយបងប្អូននិយាយទៅប៊ីចេងខ្ញុំប្រើតិចខ្ញុំអត់សូវប្រើច្រើនណាបន្ទាប់ពីដាក់ប៊ីចេងហើយគឺយើងដាក់អំបិលមកជាមួយចុងស្លាបព្រាបាយទៀតទៅគ្រឿងខៅបងប្អូនលេមើលតាមចំណូលចិត្តណាតាមទៀតខ្ញុំដាក់ម្រេចម៉ត់បន្តិចចូលដើម្បីឲ្យរាងឈ្ងុយហើយយើងកូរច្របល់គ្រឿងយើងឲ្យចូលសព្វជាមួយនឹងបាយឆាណាបងប្អូនឥឡូវនេះបាយឆារបស់យើងគឺចាប់ផ្ដើមកូរទៅយ៉ាងឡើងស្ងួតទៅឯណាយើងកូរស្ងួតយើងបន្ថែមជាមួយស្លឹកខ្ទឹមគឺរួចរាល់ហើយបងប្អូនគឺយើងអាចញ៉ាំបានហើយសម្រាប់ក្លិនវិញឡើងឈ្ងុយមកបងប្អូនទាំងអស់គ្នាហើយបងប្អូនដែលគាត់ទស្សនាវីដេអូបើសិនជាខ្ញុំនិយាយទៅខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងហើយយើងនឹងជួបគ្នាទៀតនៅវីដេអូក្រោយទៀតណាបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា